យើងបន្តលំហាត់លេខ6ដល់លំហាត់លេខ10នៅទំព័រទី20ដដែលនៅក្នុងសភៅ3ប៉ុន្តែយើងមើលលំហាត់លេខ6នេះឃើញមាន ER បាទមាន more ហើយ EST បាទអានេះ ER ដែរអញ្ចឹងលំហាត់ដែលមានពួកហ្នឹងជាលំហាត់ compare វាមានតែរូបរាងតែ3ទម្រង់នេះទម្រង់ equal as បូក adjective បូក as ហើយទម្រង់ compare គឺមានគុណនាមព្យញ្ញ ER បូក than ហើយបើសិនជាពីរព្យញ្ញឡើងគឺគេប្រើ more បូក than បើសិនជាទម្រង់ super គឺ EST គេប្រើ EST សម្រាប់គុណនាមព្យញ្ញឧទាហរណ៍ថា tall tallest ហើយគេប្រើ the អត់មាន than ទេពីរព្យញ្ញឡើងគឺគេប្រើ most ឬក៏ least អីចឹងមកអញ្ចឹងយើងមើលកន្លែងនេះគឺមាន than អត់អាចយក EST បានទេគឺខុសហើយហើយពពួកគុណនាមដែលបញ្ចប់ដោយ y ចេះគឺគេអត់ប្រើ more ឬក៏ most ទេគឺជាទូទៅគឺគេ change y time IER ឬក៏ IEST អញ្ចឹងកន្លែងនេះគឺប្រកាសជា IER ហើយអញ្ចឹងចម្លើយរបស់គេគឺចម្លើយ D បាទ Prettier ហើយលំហាត់លេខ7បើសិនជាមូលដ្ឋានយើងនិយាយមើលចេះមូលដ្ឋានយើងនិយាយមើល will នេះជា modal verb អញ្ចឹងក្រោយវាគឺបូក verb ដើមអញ្ចឹងកន្លែងនេះមានថាត្រូវតែជា verb ដើម verb 0 ឬ verb base form អញ្ចឹង verb ដើមអានេះមិនមែនជា verb ដើមគឺខុសហើយអានេះក៏មិនមែនជា verb ដើមគឺខុសដែរអញ្ចឹងយើងមើលនៅសារតែចម្លើយ B និងចម្លើយ C ចម្លើយ B គឺទម្រង់ perfect នេះទម្រង់ have បូកជាមួយនឹង verb free របស់ learn គឺ learn អញ្ចឹងអានេះគឺមិន verb free អញ្ចឹងវាខុសដែរអញ្ចឹងនៅសារតែចម្លើយ B មួយអានេះគឺមូលដ្ឋានយើងរៀនមើលអញ្ចឹងហើយបើសិនជាយើងចេះមើល signal នេះក្នុងករណីដែលគេដក will នឹងចេញទៀតហើយលំហាត់នេះគេអត់ចេញចម្លើយមូលដ្ឋានអញ្ចឹងណា by the end of the course អាហ្នឹងគឺ by phrase គេហៅ by phrase ខាងក្រោយវាជាពេលវេលាឬក៏ជាសកម្មភាពណាមួយជាទូទៅវាជា signal របស់ perfect ហើយអញ្ចឹងចម្លើយរបស់វាជាទូទៅគឺបើ future perfect បើមិន future perfect គឺ past perfect ហ្នឹងហើយវាអាស្រ័យលើអាពេលវេលានិងសកម្មភាពក្រោយ by phrase ហ្នឹងបើសិនជាពេលវេលាឬក៏សកម្មភាពហ្នឹងនៅអតីតកាលគឺយក past perfect បើសិនជាអនាគតគឺយក future perfect យើងមើលកន្លែងនេះលំហាត់លេខ8យើងមើលនេះ by then គឺជាទម្រង់ជា signal របស់ perfect ដែរអញ្ចឹងយើងយកចម្លើយ perfect មក perfect របស់យើងនេះ future perfect នេះ future អានេះគឺ perfect have អានេះ verb 3ឃើញទេអញ្ចឹងយើងអាចយក have will ទេឃើញវាអត់មានទម្រង់ will ក្រោយវា modal verb ហើយ have ក្រោយវាអត់អាចទៅដាក់ will អញ្ចឹងបានទេមានថា future perfect ត្រូវតែ will នៅពីមុខវាអញ្ចឹងត្រូវអានេះនៅពីមុខ have អានេះដូចគ្នាដែរអត់អាចដាក់ verb past នៅខាងក្រោយ modal verb អញ្ចឹងបានទេអានេះគឺទម្រង់ will អានេះគឺ be អានេះ verb 3គឺ passive will be passive អានេះ will be passive future passive អញ្ចឹងកន្លែងនេះគឺមិនមែនទម្រង់ passive ទេហើយ signal by ហ្នឹងក៏ជាទម្រង់ជា signal របស់ perfect ដែរអញ្ចឹងយើងអាចយកចម្លើយ D បានទេបាទលំហាត់លេខ9យើងមើលលំហាត់លេខ9យើងឃើញប្រធានបរិយាអតីតកាលនេះអញ្ចឹងយើងអាចយកចម្លើយបច្ចុប្បន្នបានទេ has គឺបច្ចុប្បន្នបាទហើយកន្លែងនេះគេចង់តេស្តយើងមួយទៀតទៅជាមួយនឹងការប្រើប្រាស់ប្រភេទ adverb នេះហើយ adverb នេះអាចទៅឈរនៅមុខoxy ចឹងបានទេ had ឡើយនេះគឺជា oxy បាទហើយអានេះគឺ verb to អញ្ចឹងវាខុសជាមួយនឹងទម្រង់នេះទម្រង់ have គឺត្រូវបូកជាមួយនឹង verb 3អាចដាក់ verb to បានទេអានេះមិនត្រូវនេះអានេះ verb 3បូកវានេះអញ្ចឹងអានេះគឺទម្រង់ have បូកជាមួយនឹង verb 3គឺទម្រង់ perfect ហើយ already ជា adverb អាចឈរនៅមុខ oxy បានទេបាទអញ្ចឹងចម្លើយ A ហើយយើងមើលលំហាត់លេខ10ចុងក្រោយលំហាត់នេះគឺយើងឃើញទម្រង់ចម្លើយរបស់វាបើសិនយើងចេះមើលទម្រង់ចម្លើយយើងគ្រាន់តែឃើញចម្លើយ A B C D យើងដឹងថាវាជា adjective clause ហើយឬក៏អ្នកខ្លះហៅថា relative clause បាទពពួកហ្នឹងមានដូចជា that មានដូចជា which មានដូចជា the one ហើយអត់មាន what ទេបាទហើយប្រភេទ relative pronoun អាចឈរមួយគ្នាអញ្ចឹងបានដូចគ្នាអញ្ចឹងកន្លែងនេះគឺយើងមើលនេះកន្លែងចុចនេះចុចកន្លែងហ្នឹងគឺយើងបកថាដែលឲ្យតែដល់កន្លែងចុចហ្នឹងបកថាដែលអាហ្នឹងគឺជាប្រធាន adjective clause ដូចគ្នាយើងអាចចំណាំពីរវេយើងអាចចំណាំប្រធានលំហាត់មួយដែលដល់កន្លែងចុចហ្នឹងមានពាក្យដែលហើយជាទូទៅនៅពីមុខដែលភាគច្រើនគឺ noun បាទមាន noun មួយ noun ហ្នឹងអាចបញ្ជាក់ពីមនុស្សទីកន្លែងឬក៏បញ្ជាក់ពីវត្ថុសត្វអញ្ចឹងហើយពីមុខវាអាចមានពីរអាចមានជា subject ឬក៏អាចមានជា verb ហើយជួនកាលអាចមាន noun ដែរបើសិនជាគេប្រើ whose ជាកម្មសិទ្ធិអញ្ចឹងយើងមើលនេះគឺ verb បាទអូខេហើយកន្លែងនេះពីមុខចុចនេះអត់មាន noun ទេអញ្ចឹងមានថា noun ហ្នឹងជំនួសឲ្យ the one បាត់ហើយអញ្ចឹង the one របស់យើងមាន2មានចម្លើយ B មួយចម្លើយ C មួយហើយ who គឺគេប្រើជាមួយមនុស្សអញ្ចឹងមានថាតទៅកន្លែងនេះជាមនុស្សអញ្ចឹងកន្លែងនេះ Bristol train ជាមិនមែនជាមនុស្សទេអញ្ចឹងគេអាចយក who បានទេបើអញ្ចឹងចម្លើយរបស់គេគឺចម្លើយ B the one that កន្លែងនេះគេនិយាយថាBristol train រថភ្លើង Bristol ហ្នឹងគឺជារថភ្លើងដែលលឿនហ្នឹងហើយដែលធ្វើដំណើរលឿនអញ្ចឹង go so fast អូខេលំហាត់ adjective clause ក៏អាសាចេញបាត់ដប់ដែរលំហាត់ perfect ក៏អាសាចេញដែរអញ្ចឹងវាថានៅទំព័រទី20ហ្នឹងគឺជាលំហាត់ដែលអាចចេញបាត់ដប់ទាំងអស់បាទ
សម្រាប់គេយើងដែលចង់ធៀមប្រឡងបាក់ឌុបយកសភៅនេះយកទៅរៀនពីច្រើនគឺអាចនឹងចេញចំច្រើនទៅទៅមួយភាសាអង់គ្លេសហើយខ្ញុំនឹងធៀមបើកវគ្គធៀមភាសាអង់គ្លេសមុខជាភាសាអង់គ្លេសមួយដែរតែអត់តថ្ងៃអីអាចដោយសារតែទឹកក្រោយខ្ញុំរវល់អញ្ចឹងអាចនឹងទឹកមួយទៀតខ្ញុំនឹងបើកវគ្គធៀមភាសាបាក់ឌុបដែរអូខេចឹងលំហាត់ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយអ្នកទាំងអស់គ្នាចង់បានសភៅនេះតែ20000ទេអ្នកទាំងអស់គ្នាសភៅនេះមាន3000លំហាត់បាទហើយតម្លៃវាសមរម្យឯងហើយឆ្ងល់ឯណាអាចសួរបានហ្នឹងហើយបាទអរគុណ